Hello យកទៅណាសម្រាប់តាមខ្ញុំនេះអូជួយចាត់ពាក់នេះមែនជួយពាក់នេះដូចឃើញខាងដើមចាអ្នកគ្នាអត់មាន blog អីច្រើនទេក្រៅពីសើទៅ blog IQ brand ថ្នាក់ជាតិអ្នកគ្នាអូហើយការ blog នេះនៅក្នុងខេត្តបាត់ដំបងនេះស្រូតមកពីព្រឹកអ្នកគ្នាមកដល់ហើយនៅមនុស្សច្រើនទៀតមកលើកនឹងតែ2នាក់ទេដល់គ្នាគឺយកសិស្សដែលជាប់ចេញលិភីវគ្គ1មក blog វគ្គ2ឥឡូវទៅស្ដាប់សលេងគាត់ដល់គ្នាឃើញសារហើយភ័យអត់ភ័យអត់កូនអត់ហើយជឿជាក់មើលដំបងឡើងហំអ្នកគ្នាដល់ចង់បញ្ចប់គឺហៅតែម្ដងមុនចូលនេះគឺបនតាបនយាយអស់ហើយនេះដល់មកឯអ្នកគ្នាគឺគេរៀបចំឲ្យកូនសិស្សតម្រង់ជួដាក់តាមលើវិញរបស់គាត់នេះគឺខំមុនអ្នកគ្នាប្រឡងកើតឲ្យមកប៉ាចូលជាមួយទេគឺឲ្យតែកូនសិស្សចូលទៅប្រឡងឲ្យទាំងជាមួយគ្រូមើលការខុសត្រូវតែមិនដឹងឯងជួបពីមុខហើយពេលទៅដល់មុខសាប្រឡងគឺគេតម្រង់ជួម្ដងទៀតដើម្បីចូលតាមតបមួយពេលទៅដល់គឺគេរៀបចំកូនសិស្សអង្គុយតាមជួបែបនេះហើយតាមលើវិញរបស់វានេះគេមានការណែនាំហើយក៏ចាប់តាមចែកវិញ្ញាសាប្រឡងតាមអ្នកគ្នាឃើញតូបធំអញ្ចឹងទៅច្រឡំវិញ្ញាសាតែមួយអ្នកគ្នាវាមានតាម pre level ហើយនឹងថ្នាក់ level ផ្សេងឡើងអញ្ចឹងទៅកុំឲ្យខាតពេល review ទៅទស្សនាការប្រឡងទាំងអស់គ្នាដោយដែលឃើញចឹងអ្នកគ្នានៅពេលដែលគេព្រមកចាគឺពួកគាត់ចាប់ផ្ដើមចាប់អាខើឈោតហើយចាប់ផ្ដើមគិតយកតែម្ដងអ្នកគ្នាដឹងអត់នៅពេលដែលពួកគាត់បានរៀនពីរបៀបគិតលេខរហ័សហ្នឹងអ្នកគ្នាការគិតរបស់គាត់គឺលឿនខ្លាំងមែនទែនគឺលឿនជាងក្មេងទូទៅដែលគេរៀនបូកដកធម្មតាអារម្មណ៍ពួកគាត់ពេលប្រឡងហើយចឹងមកគេអ្នកគ្នាចឹងស្ដាប់ស្លេងពួកគាត់ទាំងអស់គ្នាបើដូចការនៅសុំរៀបថតអស់មានអារម្មណ៍ថាភ័យខ្លួនឥឡូវធ្វើអស់មានអារម្មណ៍ថាសុបាយសង្ឃឹមទៀតអូសង្ឃឹមតៃវ៉ាន់បន្ទាប់ពីស្បាយអស់ហើយឥឡូវនេះគឺដល់វគ្គភ័យហើយពេលថ្ងៃគឺគេប្រកាសលទ្ធផលនៅវិមានពរជ័យអញ្ចឹងយើងត្រូវសម្រាប់មកសន្ទុះហើយគឺមកស្ដាប់លទ្ធផលទាំងអស់គ្នាមកដល់អ្នកគ្នាអូយមានតែតិចអី300នាក់ដែរនៅប្រកាសលទ្ធផលគឺគេចាប់ផ្ដើមបើកក្រុមភ្លេងជាតិជាមួយទៅពីក្រុមភ្លេងជាតិហើយគឺមានការហែទុំប្រចាំសាខានីមួយៗអូសូមបញ្ជាក់អ្នកគ្នាការហែនឹងមិនមានតែសាខាខ្ញុំមួយទេមានច្រើនសាខាទៀតគ្រាន់តែសាខាខ្ញុំបូកបញ្ចូលជាមួយនឹងភ្នំពេញអញ្ចឹងណាអ្នកគ្នាអញ្ចឹងបន្ទាប់ពីការហែហោមហើយគឺចាប់ផ្ដើមប្រកាសលទ្ធផលចាប់ពីថ្នាក់តូចទៅតែម្ដងដោយតែថាចង់ឲ្យគ្នាឥឡូវហ្នឹងគឺកូនសិស្សសាលាអន្តរជាតិមកធ្វើបានហើយតៃវ៉ាន់ calling ហើយអ្នកគ្នាគឺរំភើបខ្លាំងមែនតើអ្នកគ្នាទៅ2នាក់មែនតែខ្លឹមហ្មងណាម្នាក់ទទួលបានមេដាយមាសហើយនឹងពានហើយម្នាក់ទៀតគឺទទួលបានមេដាយប្រាក់តែម្ដងឥឡូវទៅស្ដាប់អារម្មណ៍ពិតទាំងអស់គ្នារំភើបសប្បាយអត់សប្បាយយកអញថាពាក់ពេលមកថាពាក់អាយយកទេពាក់យកពាននឹងមេដាយ Happy ជើអីគេក៏ឲ្យគេតៃវ៉ាន់ហ្នឹងហើយតៃវ៉ាន់ពីថ្នាក់ត្រូវបានបញ្ចប់បណ្ដាគ្នាកុំភ្លេចតាមដានវីដេអូនៅតាមបន្តអរគ្នាអរគុណច្រើន